បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបាទនាំពុកម៉ែបងប្អូនមកជួបប្រាសាទមួយដែលរះត្រដែតត្រដឹមនៅក្នុងស្រុកគៀនស្វាយបាទនៅខាងឆ្វេងដៃរបស់ខ្ញុំនេះពុកម៉ែបងប្អូនបានឃើញហើយគឺមិននឹកស្មានថានៅស្រុកគៀនស្វាយមានប្រាសាទមួយដ៏ស្កឹមស្កៃបែបនេះទេពុកម៉ែបងប្អូនបានឃើញទេបាទគឺប្រាសាទនេះបើយើងមើលមួយផ្លែតស្មានតែប្រាសាទសល់ពីសម័យបុរាណយូរលង់ណាស់មកហើយបាទប៉ុន្តែតាមពិតទៅប្រាសាទនេះគឺជាប្រាសាទដែលសាងសង់ឡើងដោយដីឬក៏ដីឥដ្ឋបាទអញ្ចឹងប្រាសាទនេះគឺជាគេហៅថាប្រាសាទដីឬក៏ជាប្រាសាទដីឥដ្ឋបាទដូចជាពុកម៉ែបងប្អូនបានឃើញហើយមានក្បូរក្បាច់រចនាគឺស្អាតបាទដីឥដ្ឋក៏ពិតមែនប៉ុន្តែយើងមើលការសាងសង់គឺមានភាពល្អបាទអញ្ចឹងប្រាសាទនេះដែរបើតាមអ្នកភូមិដំណើរមកគឺប្រាសាទនេះសាងសង់ឡើងនៅក្នុងឆ្នាំ1994បាទអញ្ចឹងមិនមែនជាប្រាសាទដែលរាប់ពាន់ឆ្នាំមកហើយនោះទេគឺជាប្រាសាទដីដែលសាងសង់នៅក្នុងឆ្នាំ1994បាទបើតាមអ្នកភូមិគាត់បានដំណើរតគ្នាឬក៏អ្នកចាស់នៅក្នុងភូមិចាស់នៅក្នុងភូមិគាត់បានប្រាប់ថាប្រាសាទនេះគឺសាងសង់ឡើងផ្ដួចផ្ដើមឡើងដោយលោកតាំងលីបាទលោកតាំងលីគឺលោកគឺជាអ្នកបួសរៀននៅក្នុងព្រះពុទ្ធសាសនាបាទអញ្ចឹងមានថ្ងៃមួយនោះលោកតាំងលីបានតាំងខ្លួនជាតាបោះចូលទៅសិក្សាធម៌នៅក្នុងព្រៃបាទអស់រយៈកាលប្រហែលជា5ឆ្នាំបាទអញ្ចឹងក៏លោកបានត្រឡប់មកវិញក្នុងឯកសន្តានជាតាបោះអញ្ចឹងទេពេលបានមកដល់ស្រុកភូមិវិញលោកតាំងលីនឹងឯងគឺជាអ្នកគៀកោអ្នកស្រុកភូមិរៀបចំសាងសង់ប្រាសាទដ៏ធំស្កឹមស្កៃនេះឡើងពុកម៉ែបងប្អូនបានឃើញហើយបាទគឺលោកបានគៀងកោជាមួយអ្នកភូមិសាងសង់ប្រាសាទនេះឡើងដោយមានជំនួយពីអ្នកស្រុកក្នុងភូមិនេះផ្ទាល់ហើយពីក្រៅស្រុកផងដែរបាទអញ្ចឹងទាំងអស់នេះគឺជាប្រវត្តិខ្លះនៃប្រាសាទគេហៅប្រាសាទដីនៅគៀនស្វាយអញ្ចឹងប្រាសាទដីនេះបើយើងរាប់ចាប់ពីស្ពានមុនីវង្សបាទមកដល់កន្លែងនេះគឺមានចម្ងាយប្រហែលជា15គីឡូម៉ែត្របាទប៉ុន្តែមុននឹងមកដល់ទីតាំងនេះពុកម៉ែបងប្អូនជិះតាមផ្លូវជាតិលេខ1បាទខ្ទង់គីឡូម៉ែត្រ14ជាងមើលខាងស្ដាំដៃមានផ្លូវចូលមួយអញ្ចឹងចូលតាមផ្លូវនោះមកពុកម៉ែបងប្អូននឹងឃើញវត្តមួយដែលមានឈ្មោះថាព្រះច័ន្ទរាំងសីអញ្ចឹងពុកម៉ែបងប្អូនជិះតាមវត្តព្រះច័ន្ទរាំងសីហ្នឹងប្រហែលជាប្រមាណ100ម៉ែត្រទៀតមកនៅខាងស្ដាំដៃគឺប្រកាសជាឃើញប្រាសាទនេះហើយបាទប្រាសាទដ៏ស្កឹមស្កៃនេះដែលកើតឡើងពីគំនិតផ្ដួចផ្ដើមរបស់លោកតាតាំងលីបាទអញ្ចឹងតិចទៀតខ្ញុំនឹងនាំពុកម៉ែបងប្អូនឲ្យមកឃើញក្បូរក្បាច់រចនាដ៏ស្រស់ស្អាតនៅក្នុងប្រាសាទទាំងនៅលើជញ្ជាំងប្រាសាទហើយនិងនៅក្នុងប្រាសាទថាតើមានអ្វីខ្លះបាទប្រាសាទនេះគឺជាគំនិតផ្ដួចផ្ដើមរបស់លោកតាំងលីអញ្ចឹងខ្ញុំសូមមករៀបរាប់អំពីការកសាងបន្តិចបាទគឺនៅក្នុងឆ្នាំ1994អញ្ចឹងគឺលោកតាំងលីបានប្រម៉ែប្រមូលអ្នកភូមិនឹងសាងសង់ប្រាសាទនេះឡើងអញ្ចឹងប្រាសាទនេះមិនមែនកើតឡើងដោយគ្មានការសាមគ្គីនោះទេគឺកើតចេញពីការសាមគ្គីរបស់អ្នកភូមិហើយបើតាមអ្នកភូមិគាត់បានដំណើរថាប្រាសាទនេះគឺសាងសង់ឡើងអំពីដីឥដ្ឋដោយអ្នកភូមិបានយកដីហ្នឹងមកហាលឲ្យក្រៀមរួចកិនឲ្យម៉ត់បាទកិនឲ្យម៉ត់ហើយដាក់លាយជន់ជាមួយនឹងទឹកដើម្បីឲ្យស្អិតល្អហើយបានយកមកសាងសង់ជាប្រាសាទនេះឡើងដើម្បីមានការរចនាជាក្បាច់ជាក្បូរឲ្យមានភាពរស់រវើកដោយពុកម៉ែបងប្អូនបានឃើញអ៊ីចឹងបាទគឺកន្លែងខ្លះក៏មានអប្សរានេះពុកម៉ែបងប្អូនបានឃើញហើយគឺមានអប្សរាបាទអញ្ចឹងបើយើងមើលមួយផ្លែតពីចម្ងាយយើងស្មានថាជាប្រាសាទ
ដែលមានអាយុកាលរាប់ពាន់ឆ្នាំប៉ុន្តែមិនមែនទេគឺជាប្រាសាទដីឥដ្ឋនៅក្នុងស្រុកគៀនស្វាយអញ្ចឹងយើងមើលឃើញឆ្លោះហើយពុកម៉ែបងប្អូនមើលឃើញឆ្លោះទៅដល់ក្រោយបាទគឺដូចមានទ្វារឆ្លោះអញ្ចឹងណាអញ្ចឹងការសាងសង់ប្រាសាទនេះមិនមែនកើតឡើងបើគ្មានការតាំងចិត្តទេគឺมันអាចកើតចេញបានទេបាទខាងក្នុងនេះគឺមានរូបព្រះពុទ្ធនេះពុកម៉ែបងប្អូនបាទអញ្ចឹងខាងឆ្វេងខាងស្ដាំគឺសុទ្ធតែមានរូបព្រះពុទ្ធទាំងអស់គឺពិតជាស្អាតហើយផ្សារភ្ជាប់ជាមួយនឹងសាសនារបស់សាសនាព្រះពុទ្ធយើងផងបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាផ្សេងៗនៅខាងក្នុងបាទក្បូរក្បាច់រចនាគឺពាក់ព័ន្ធទៅនឹងរូបព្រះពុទ្ធត្រាស់ដឹងបាទអញ្ចឹងយើងចូលមកមើលខាងក្នុងបន្ថែមទៀតបាទខាងក្នុងគឺមានតម្កល់ពុទ្ធបដិមាបាទនេះពុកម៉ែបងប្អូនបាទកូនចៅសូមសុខសូមសប្បាយហើយនឹងមកកូនចៅមកនេះគឺក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីប្រាសាទដ៏ធំស្កឹមស្កៃមួយនេះឡើងជូនមហាជនយើងគាត់បានជ្រាបបាទហើយបើតាមដឹងនៅក្នុងកន្លែងនេះគឺមានតម្កល់កោដ្ឋបាទតម្កល់កោដ្ឋអ្នកភូមិដែលគាត់បានចូលរួមកសាងប្រាសាទនេះឡើងអញ្ចឹងណាបងប្អូនបាទអញ្ចឹងនេះគឺជាសកម្មភាពនៅខាងក្នុងទស្សនវិជ្ជារួមនៅខាងក្នុងប្រាសាទដីនៅស្រុកគៀនស្វាយយើងហ្នឹងបាទអញ្ចឹងគឺគេមាននេះមានដាក់អំពូលពុកម៉ែបងប្អូនអញ្ចឹងតែពេលយប់គឺភ្លឺមិនមែនងងឹតទេគឺដោយសារអ្នកស្រុកភូមិគាត់នៅតែមានការថែទាំបាទអញ្ចឹងគ្រប់កន្លែងទាំងអស់គឺសុទ្ធតែមានរូបពុទ្ធដោយពុកម៉ែបងប្អូនបានឃើញនេះហើយបាទអញ្ចឹងហើយខាងនេះគឺយើងមើលឃើញមានទ្វារចេះឃើញមានខ្លោងទ្វារឆ្លោះគ្នាអញ្ចឹងណាអញ្ចឹងពិតជាស្អាតមែនតើបាទប្រាសាទដីនេះគឺយើងមើលទៅមានការកសាងបានល្អប្រសើរបាទខាងនេះគឺមានរូបព្រះពុទ្ធបាទគឺរូបព្រះពុទ្ធដ៏ធំបាទគ្រប់កន្លែងទាំងអស់គឺសុទ្ធតែមានរូបព្រះពុទ្ធបាទអញ្ចឹងយើងខាងក្នុងបាទមានភ្លើងអញ្ចឹងមានភ្លើងមានការថែទាំណាបងប្អូនបាទគឺមានការថែទាំល្អប្រាសាទនេះថ្មីត្បិតសាងសង់ឡើងរៀងច្រើនឆ្នាំក៏ពិតមែនប៉ុន្តែយើងមើលឃើញសភាពគឺនៅរឹងមាំល្អមែនតែនបាទរឹងមាំហើយចូលមកដល់ខាងក្នុងគឺត្រជាក់បាទត្រជាក់មែនតែននេះគឺជាក្បូរក្បាច់នៅខាងក្នុងបាទអញ្ចឹងយើងមើលខាងនេះទៀតបាទគឺខាងនេះក៏មានតម្កល់រូបព្រះពុទ្ធដែរបាទគឺសុទ្ធតែមានតម្កល់រូបព្រះពុទ្ធទាំងអស់អូនោះយើងមើលទៅខាងក្នុងគឺមានរូងណាបងប្អូនមានរូងចែកគឺមានរូងចូលមកចែកបាទអញ្ចឹងថ្មីត្បិតថាជាដីក៏ពិតមែនប៉ុន្តែប្រាសាទនេះឈរយ៉ាងរឹងមាំបាទយ៉ាងរឹងមាំល្អហើយមានក្បូរក្បាច់នៅមានក្បូរក្បាច់ដែលយើងអាចមើលទៅស្គាល់ខ្លះបាទអញ្ចឹងនេះគឺជាខ្លោងទ្វារខាងឆ្វេងខាងស្ដាំអញ្ចឹងយើងមើលមកខាងណាក៏មានការឆ្លោះគ្នាដែរគ្រប់ខ្លោងទ្វារទាំងអស់បាទអូអញ្ចឹងបាននៅខាងនោះគឺប្រហោងបាទខាងនេះគឺមានប្រហោងបាទអញ្ចឹងខ្ញុំអត់ហ៊ានចូលទៅខាងក្នុងទៀតទេដោយសារមានតម្កល់រូបព្រះពុទ្ធបាទអញ្ចឹងយើងបានត្រឹមតែមើលពីខាងក្រៅនេះទៅប៉ុន្តែយើងឃើញមាននោះប្រហោងចូលទៅជាប់បងប្អូនបាទអញ្ចឹងសូមបញ្ជាក់ម្ដងទៀតប្រាសាទនេះគឺកើតឡើងចេញពីកម្លាំងសាមគ្គីដែលមានការផ្ដួចផ្ដើមឡើងដោយលោកតាតាំងលីបាទហើយក៏មានការចូលរួមពីអ្នកក្រៅស្រុកជាថវិកាជាអីចឹងដែរហើយមានអ្នកស្រុកភូមិហ្នឹងគាត់ជួយគ្នាបាទទើបកើតចេញជាប្រាសាទដ៏ធំស្កឹមស្កៃនេះឡើងបាទគឺយើងឃើញថាធំបាទធំប្រាសាទនេះគឺធំហើយការចាក់ថ្មនេះគឺយើងមើលទៅហាក់បីដូចជានៅសម័យបុរាណមួយដែរខាងក្រោយអូ
bà dương mơ khẳng lơ mơ từ khẳng lơ với cứ miên ca đạ bom pung thì vô chùa bà đầm bay ao thực liên cột thực liên hôi tranh máu nè phụ mẹ con khơi nhé miên thì vô chùa chấn ca sang songประสาท นี้ គឺមានការគិតគូរបានល្អមែនទែនសូម្បីតែលំហូរទឹកបាទក៏ត្រូវមានការដាក់ទីយោបំពង់ទីបដើម្បីបង្ហូរទឹកចេញមកឲ្យនៅខាងក្រៅដើម្បីកុំឲ្យធ្វើយ៉ាងណាកុំឲ្យប្រាសាទនឹងមានសភាពជ្រាយដោយសារតែទឹកណាកុំឲ្យមានទឹកដក់អញ្ចឹងគឺបច្ចេកទេសនៃការសាងសង់ប្រាសាទនេះក៏មានការគិតគូរល្អិតល្អន់ផងដែរបាទអញ្ចឹងគ្រប់តាមគ្រប់ជញ្ជាំងទាំងអស់គឺសុទ្ធតែមានក្បូរក្បាច់ផ្កាឃើញទេពុកម៉ែបងប្អូនឃើញទេបាទនេះក្បូរក្បាច់ផ្កាគ្រប់ជញ្ជាំងគ្រប់កន្លែងទាំងអស់ហើយខាងក្រោមនេះគឺរូបអប្សរាបាទអញ្ចឹងនេះគឺជាក្បូរក្បាច់រចនានៅខាងក្រៅនៃប្រាសាទដីឬក៏ប្រាសាទដីឥដ្ឋទាំងមូលបាទអញ្ចឹងគឺមានតែប៉ុណ្្នេះទេគ្រាន់តែចង់រំលឹកពុកម៉ែបងប្អូនថានៅគៀនស្វាយក៏មានប្រាសាទមួយដែលបើយើងមកកន្លែងនេះយើងអាចឈៀងមកទស្សនាថតលេងក៏បានដែរបាទហើយយើងអាចនិយាយបានថាជាប្រាសាទដីទេប៉ុន្តែធ្វើបានដល់ទៅធំស្កឹមស្កៃបាទហើយមានយើងមើលទៅឃើញស្អាតមែនតើបាទយើងអាចនឹងច្រឡំថាជាប្រាសាទសម័យបុរាណប៉ុន្តែគឺជាប្រាសាទសម័យសាងសង់នៅក្នុងសម័យទំនើបប៉ុន្តែគឺយើងមើលទៅស្អាតបាទ